Hello ស្វាគមន៍បងប្អូនសាជាថ្មីចូលមកទស្សនាភាពបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី133របស់យើងចាប់ផ្ដើមនៅខ្សែរឿងក្រុមរបស់ឈិនធាន5នាក់ប៉ុន្តែគ្មានវត្តមានរបស់ឈិនធាននោះទេកំពុងតែវឹកហាត់នៅទីធ្លាមួយកន្លែងជាមួយនឹងចំហាយធម្មពលពីពេញរាងកាយឈិនណានក៏បានក្អមបន្តិចហើយអ្វីបានជាកម្លាំងធម្មពលខាងក្នុងរបស់ខ្ញុំរញ៉េរញ៉ៃអ្វីម្លេះវាបានរំខានខ្ញុំជារៀងរាល់ថ្ងៃប្រសិនបើពួកយើងនៅតែមិនអាចវឹកហាត់និងព្យាបាលរបួសឲ្យជាសះស្បើយនោះទេការប្រកួតនៅថ្ងៃខាងមុខច្បាស់ជាមិនអាចយកឈ្នះពួកគេបានឡើយចំណែកពេលនេះបងប្រុសឈិនធានមិនទាន់ដឹងដំណឹងរបស់គាត់នៅឡើយនោះទេលូស៊ីក៏ដាប់ដៃយ៉ាងណាប៉ុន្តែនាងក៏បានសម្រួលអារម្មណ៍បន្តិចកិច្ចការបន្តរបស់ពូយើងគឺវឹកហាត់ដើម្បីព្យាបាលរបួសពូយើងឲ្យបានជាសះស្បើយនិងរៀបចំខ្លួនសម្រាប់ការប្រកួតនៅថ្ងៃស្អែកដែលពេលនោះយុវជនមួយក្រុមក៏បានទាត់ទ្វារមួយជើងដើរចូលមកបកផ្លាត់ហាបីដូចជាអ្នកប្រុសដើរចូលអ៊ីជន់លើអញ្ចឹងពួកអ្នកពិតជាចង់លាក់ខ្លួននៅក្នុងសម្បកអណ្ដើករហូតដល់ការប្រកួតត្រូវបញ្ចប់មែនទេហើយតើនរណាគឺជាវូឈិនដែលគេបាននិយាយថាគឺជាជើងខ្លាំងកុំប្រាប់ថាពេលនេះគេនៅក្រោមសម្ពាធរបស់មនុស្សស្រីខ្លាយឡើងញ័រខ្លួនដូចជាកូនមាន់ហាដែលធ្វើឲ្យក្រុមរបស់ឈិនណានក្តៅចិត្តយ៉ាងខ្លាំងលូស៊ីមិននិយាយច្រើនទេជាមួយនឹងទឹកមុខរបស់នាងពេលនេះហក់ឡើងទៅខាងលើលំហប្រើប្រាស់ជាមួយនឹងបច្ចេកទេសដុំតកកស្រួយជាច្រើនរបស់នាងចូលទៅវាប្រហាររោម្នាក់នោះក៏បានទីនៅផ្លែរបស់គាត់បកចេញជាចំហាយធម្មពលកំតិចនៅដុំតកកទាំងអស់នោះមើលទៅហាក់បីដូចជានាងពេលនេះកំពុងតែខឹងជំនួសគេយ៉ាងខ្លាំងតើវូឈិនពិតជាលាក់ខ្លួននៅក្រោមសម្ពាធរបស់នាងមែនទេប្រើប្រាស់នៅផ្លែរបស់គាត់ម្ដងទៀតក្រវិញចេញជាចំហាយធម្មពលប្រៀបបានដូចជាខ្ជប់ភ្យូគូចឡើងទៅខាងលើតម្រង់ទៅរកលូស៊ីដែលពេលនោះនាងក៏បានចាក់បញ្ចូលនៅធម្មពលទៅក្នុងដាវបើកភ្នែកឡើងមកវិញខ្ញុំត្រូវតែសម្លាប់ឯងកាប់ចេញមួយចំហាយធម្មពលដាវធ្វើឲ្យខ្ជប់ភ្យូដ៏ខ្ពស់មួយនោះត្រូវបានកកជាប់ផ្ទុះដៀងបែកខ្ទេចបរិសម្នាក់នោះក៏បានលន់មាត់ថាតើវាអាចទៅរួចដល់របៀបណាលូស៊ីនាងមិនបានបញ្ឈប់នោះទេចាក់បញ្ចូលនៅធម្មពលដាវបន្ថែមទៀតខណៈពេលនេះចំហាយនៃធម្មពលកករបស់នាងក៏បានកកជាប់នៅជើងបរិសម្នាក់នោះជាប់ដែលធ្វើឲ្យគាត់បន្លាស់ទីមិនរួចនោះទេលូស៊ីនាងក៏បានចាក់ចូលមកមួយដាវលន់សូទៅឆ្វាច់កំតិចនៅរាងកាយរបស់បរិសម្នាក់នោះបាត់សូន្យឈឹងដែលពេលនេះរបួសរបស់នាងហាក់បីដូចជារើឡើងលូតជង្គង់ចុះអាចាស់ទៅតែអស់អាស្រស់ក៏បានមកដល់ទៀតដែលពេលនោះយើងក៏បានឃើញចំហាយធម្មពលយ៉ាងក្រាស់ក្រាអមជាមួយនឹងចំហាយធម្មពលរន្ទះលេចចេញដល់បាតដៃភ្លើងដ៏ធំសម្បំទម្លាក់មកវាប្រហារនាងលូស៊ីក៏បានបន្តចាក់បញ្ចូលនៅចំហាយធម្មពលទៅក្នុងដាវលេចចេញនៅដុំតកកស្រួយជាច្រើនបញ្ជាវាចូលទៅវាប្រហារប្រៀបដូចជាគ្រាប់ព្រួញទល់ជាមួយនឹងភ្នំដែលមិនអាចសំបីតែធ្វើឲ្យវារំកើបន្ទាប់ពីឃើញសភាពការមានស្រួលនេះទាំង3ក៏បានមកជួយទប់រងជាមួយនឹងធម្មពលទាសចេញទៅប៉ុន្តែនៅតែមិនគ្រប់គ្រាន់បាតដៃដ៏ធំសម្បំក៏បានទាម្ដងខាងក្រោមបឹមធ្វើឲ្យពួកគេទាំង4នាក់ក៏បានខ្ទេចប៉ាំងមកវិញពេលនោះជើងខ្លាំង2នាក់ក៏បានបង្ហាញខ្លួនឡើងតើពូលោកធ្វើការយ៉ាងម៉េចបានជាមិនអាចសម្អាតពូសម្រាមទាំងអស់នេះបានចំណែកវូសងឡៅស៊ូចាត់ការតែក្មេងម្នាក់ហេតុអ្វីបានជាពេលនេះគាត់មិនត្រឡប់មកវិញព្រឹត្តិការណ៍សក់សមនេះនោះក៏បានផ្សាយបន្តិចយ៉ាងណាមិញសិស្សផ្ទាល់របស់គាត់ត្រូវបានសម្លាប់ដែលធ្វើឲ្យកំហឹងរបស់គាត់បានឆាប់ឆេះយ៉ាងខ្លាំងប្រហែលជាគាត់ត្រូវចំណាយពេលរបស់គាត់ដើម្បីរីករាយនឹងការសងសឹកមួយនោះហើយពេលនោះយុវជនមួយក្រុមដែលបានមកមុនក៏ភ្ជាប់ផ្អើលគាត់គឺជាយូហ្វេជើងខ្លាំងលេខ1នៅក្នុងអាណាចក្រគុននេះគាត់គឺជាម្នាក់ក្នុងចំណោមជើងខ្លាំងដែលមានទេពកោសល្យដែលគេបានកំណត់ទុកសម្រាប់ការប្រកួតនៅថ្ងៃស្អែកឥឡូវនេះពួកយើងច្បាស់ជាបានឃើញនៃការប្រយុទ្ធដ៏អស្ចារ្យហើយវូហ្វេក៏បានដើរឈានជើងទៅខាងមុខបន្តិចស្របពេលនោះចំហាយនៃធម្មពលដ៏មុតស្រួចក៏បានហោះកាត់មុខគាត់បន្តិចប៉ុន្តែលបឿនជាមួយនឹងកម្លាំងខ្លាំងក្លាឡើងហុយជប់ដែលគឺជាស្នាដៃរបស់ព្រឹទ្ធាចារ្យប៊ូគូមនុស្សនៃអាណាចក្រគុននេះពិតជាហ៊ានពេកហើយពេលនោះព្រឹទ្ធាចារ្យ3នាក់ផ្សេងទៀតក៏បានបន្លាស់ទីមកចំពោះមុខព្រឹទ្ធាចារ្យប៊ូគូធ្វើបែបនេះតើពួកលោកចង់មានន័យថាយ៉ាងម៉េចដោយព្រឹទ្ធាចារ្យម្នាក់ក្នុងចំណោមពួកគាត់ក៏បាននិយាយវាគ្រាន់តែជាចំនួនរវាងយុវជនតែប៉ុណ្ណោះហើយអ្វីពួកចាស់ដូចជាយើងចាំបាច់ចូលរួមប្រសិនបើបេក្ខជនដែលមកពីអាណាចក្រធានវូគ្មានសមត្ថភាពសូម្បីតែដោះស្រាយជាមួយនឹងបញ្ហាតូចៗបែបនេះការចូលរួមប្រកួតនៅថ្ងៃស្អែកច្បាស់ជាឲ្យពួកគេទៅស្លាប់ជាមិនខានវូហ្វេក៏បានឌឺដងតើនេះមែនទេគឺជាចំនួនដែលខ្លាំងបំផុតរបស់អាណាចក្រធានវូមើលទៅពួកសម្រាមនៅតែជាសម្រាមដូច្នេះខ្ញុំមិនខ្ជិះខ្ជាពេលវេលាទីនោះទេបោះនៅក្របបង្កាំពីឡើងទៅខាងលើវាក៏បានរួមបញ្ចូលគ្នាប្រែคล้ายទៅជាដុំកំដាប់ដៃដ៏ធំមួយវាប្រហារសម្ដៅទៅរកក្រុមរបស់លូស៊ីដែលទឹកមុខរបស់គាត់ពេលនោះហាក់បីដូចជាអស់សង្ឃឹមស្របពេលគ្នាផងដែរយើងក៏បានឃើញចំហាយនៃធម្មពលរន្ទះដ៏លឿនបង្ហាញខ្លួនមករៀងៗគឺជាឈិនធានក្តាប់ដៃយ៉ាងណែនពោពេញទៅដោយចំហាយធម្មពលដែលចូលទៅទប់រងជាមួយនឹងកំដាប់ដៃភ្លើងដ៏ធំមួយនោះលាន់លឺសូទៅដឹបបែកខ្ទេចវូហ្វៃនៅមិនទាន់អស់ស្និតអន្ត្រំជើងមួយវាក៏បានលេចចេញជាមួយនឹងទម្រង់មួយយ៉ាងពោពេញទៅដោយចំហាយធម្មពលអណ្ដាតភ្លើងលេបត្របាក់ឈិនធានដោយសារតែឈិនធានមិនមែនជាដំឡូងមូសក៏បានបន្ទុនៅចំហាយធម្មពលចេញពីអណ្ដាតភ្លើងមួយនោះបញ្ចេញនៅចំហាយធម្មពលផ្គោលាន់រន្ទះនៅក្នុងបាតដៃទាចូលទៅវាប្រហារដែលធ្វើឲ្យវូហ្វៃបញ្ចេញនៅដៃថ្មភ្លើងឆាប់ឆេះរបស់គាត់ឡើងមកក្រវែងវាទៅទប់ទល់ជាមួយនឹងឈិនធានដែលអំណាចដ៏ខ្លាំងក្លាទាំងពីរបានទប់ទល់គ្នាបន្តិចផ្ទុះឡើងដៀងធ្វើឲ្យវូហ្វៃក៏បានខ្ទេចប៉ាមកខាងក្រោយឈិនធានក៏ដូចគ្នាធ្វើឲ្យគ្នារបស់គាត់ក៏មានការព្រួយបារម្ភដៃនៅរហ័សដដែលស្ទាបសក់របស់លូស៊ីសុំទោសផងសម្រាប់ធ្វើឲ្យអ្នកមានការព្រួយបារម្ភព្រឹទ្ធាចារ្យប៊ូគូក៏បានបន្លាស់ទីចូលទៅវូឈិនខ្ញុំពិតជារីករាយខ្លាំងណាស់ដែលអ្នកមិនកាត់អ្វីដែលធ្វើឲ្យយុវជនមួយក្រុមនោះក៏បានលន់មាត់គាត់គឺជាវូឈិនដែលបានរៀបរៀងពីការវាប្រហាររបស់វូហ្វៃចំណែកវូហ្វៃគាត់ក៏បានដឹងថាដូច្នេះឯងគឺជាវូឈិននៅមិនទាន់ងាប់ទៀតតើវាចម្លែកខ្លាំងណាស់មែនទេដែលខ្ញុំនៅមានជីវិតហើយអំណោយដ៏សប្បុរសពីអាណាចក្រគុននេះខ្ញុំនឹងចងចាំវាឲ្យបានល្អតើពេលនេះអ្នកត្រៀមខ្លួនហើយឬនៅដើម្បីទទួលការដឹងគុណរបស់ខ្ញុំវូហ្វៃក៏បានតបតើអ្នកគិតថាអាចធ្វើបានមែនទេឬអ្នកគិតថាក្រុមរបស់អ្នកដែលមកពីអាណាចក្រធានវូទាំងខ្សោយទាំងរបួសអាចជួយអ្នកបានដោយព្រឹទ្ធាចារ្យម្នាក់ដែលជាគ្នារបស់គាត់ក៏បាននិយាយដែរប្រសិនបើខ្ញុំជាអ្នកខ្ញុំនឹង
នឹងមិនត្រឡប់មកទីនេះវិញនោះទេអូអ្នកដែលមានរបួសធ្ងន់ទាំងអស់នេះចូលទៅក្នុងការប្រកួតនៅថ្ងៃស្អែកដូចជានាំគ្នាទៅស្លាប់អញ្ចឹងឈិនធានញញឹមបន្តិចដើរចូលទៅខាងមុខអ្នកគ្រប់គ្នាបានកំណត់ថាអាណាចក្រធានវូរបស់ខ្ញុំនឹងត្រូវបានទទួលបរាជ័យបើអញ្ចឹងមកដាក់ការព្រោះគ្នាថាតើបេក្ខជនអាណាចក្រធានវូប៉ុន្មានអ្នកដែលបានឈានចូលទៅជាប់ចំណាត់ថ្នាក់លេខ1វូហ្វេក៏បានតបថាអាណាចក្រដែលនៅទាបជាងគេបំផុតក្នុងចំណោមអាណាចក្រទាំង16បែរជាអង្គអាចហ៊ានដាក់ការព្រោះគ្នាជាមួយនឹងពួកយើងឈិនធានក៏បានបន្តតើពួកលោកខ្លាយអាណាចក្រធានវូរបស់ពួកយើងមែនទេបានជាមិនហ៊ានទទួលការព្រោះគ្នាដ៏តូចមួយនេះប្រតិចាម្នាក់ក្នុងចំណោមពួកគាត់ក៏បានតបមកវិញទោះបីជាពួកយើងហ៊ានដាក់ការព្រោះគ្នាក៏ដោយតើអាណាចក្រធានវូរបស់អ្នកមានអ្វីយកមកភ្នាល់ឈិនធានក៏បានបញ្ជាក់នៅក្របថ្នាំវិញ្ញាណស៊ីនជីតើប៉ុណ្ណឹងវាគ្រប់គ្រាន់ដែរទេដែលធ្វើឲ្យក្រុមប្រតិចាក៏បានលន់មាត់ថាថ្នាំគ្រាប់វិញ្ញាណដ៏មានអានុភាពវាអាចជួយធ្វើយើងទម្លុះមួយដំណាក់កាលបានភ្លាមវូហ្វេក៏បានញញឹមដោយសារតែអ្នកមានចិត្តលាក់បងទ្រព្យសម្បត្តិដ៏មានតម្លៃមកឲ្យយើងដូច្នេះខ្ញុំនឹងទទួលការភ្នាល់គ្នាមួយនេះដោយរីករាយបញ្ចេញនៅ10ថ្នាំដែលបានផ្ទុកនៅខ្លឹមសារឈាមរបស់អ្នករាជមានតែ10ដំណក់តែប៉ុណ្ណោះដែលអាចប្រមូលបានជារៀងរាល់1000ឆ្នាំម្ដងវាជួយឲ្យយើងបង្កើននៃការស្រូបយកធម្មពលខាងវិញ្ញាណបានលឿនជាង3ដងដោយព្រឹត្តិការណ៍2នាក់ទៀតក៏បានចូលរួមផងដែរម្នាក់បញ្ចេញនៅគម្ពីរម្នាក់ទៀតបញ្ចេញនៅផ្កាស្មៅចំណែកព្រឹត្តិការណ៍សោះហាក់បីដូចជាកំពុងតែប្រាល្បិចដែលគាត់បាននិយាយថាដើម្បីការពារការបោកប្រាស់របស់អ្នកទាំងអស់គ្នាវត្ថុដ៏មានតម្លៃទាំងអស់នេះខ្ញុំនឹងគ្រប់គ្រងរក្សាទុកបញ្ចេញនៅចំហាយធម្មពលរបស់គាត់ឡើងមកសាយភាពបានបន្តិចពេលនោះចំហាយធម្មពលដ៏ខ្លាំងក្លាមួយបានវាយប្រហារកាក់មុខរបស់គាត់ឌឹមដែលគឺជាវត្តមានរបស់ស្ដេចយានហើយនឹងព្រឹត្តិការណ៍ធានស៊ូខ្ញុំនឹងធ្វើជាចៅក្រមហើយម្នាក់ៗអាចរក្សាទុកភាគហ៊ុនផ្ទាល់ខ្លួនរបស់ខ្លួនឯងវិញបានតើមានអ្នកណាជំទាស់ដែរឬទេដោយសារតែស្ដេចយានបានចេញមុខធ្វើឲ្យពួកគេបានទុកចិត្តគ្មានបញ្ហានោះឡើយទុកនៅកំណត់ទ្រព្យរបស់ពួកគាត់រៀងខ្លួនវិញបន្ទាប់មកក៏បាននាំគ្នាដើរចាក់ចេញព្រឹត្តិការណ៍យានក៏បានបន្លាស់ទីចុះមកខាងក្រោមធ្វើការគោរព Vision ដោយសារតែខ្ញុំមិនអាចការពារអ្នកបានកាលពីពេលមុនថែមទាំងមិនដោយឲ្យមិត្តភ័ក្តិរបស់អ្នកបានរងរបួសទៀតផងបញ្ចេញនៅក្របថ្នាំវិញ្ញាណ3គ្រាប់ដែលគាត់ទៅទទួលបានពីអាគារសម្ងាត់នៃរាជវង្សមើលទៅវាអាចព្យាបាលរបួសរបស់អ្នកបានខ្លះប៉ុន្តែពិតជាគួរឲ្យស្ដាយមែនដែលវាមានតែ3គ្រាប់ឈិនធានក៏បានតបការមកដល់ទីនេះដោយសវត្ថិភាពរបស់អាណាចក្រធានវូយើងគឺជាការការពារដ៏ល្អរបស់ស្ដេចយានដូច្នេះខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះរបួសអ្នកទាំងអស់គ្នាមិនចាំបាច់ព្រួយបារម្ភនោះទេបញ្ចេញនៅ10ថ្នាំឡើងមកក្រវែងចេញមានចំនួន5គ្រាប់ដាក់ចូលទៅក្នុងមាត់អ្នកគ្រប់គ្នាដែលវាបានជួយព្យាបាលរបួសនិងពង្រឹងនូវសមត្ថភាពព្យាបាលបន្តិចពេលនេះពួកយើងបានជាសះស្បើយហើយសូម្បីស្ដេចយានក៏បានលន់មាត់តែនេះគឺជាគ្រាប់ថ្នាំវិញ្ញាណអច្ឆរិយៈមែនទេឈិនធានក៏បានប្រកល់នៅ10ថ្នាំទាំងអស់ឲ្យទៅព្រឹត្តិការណ៍ធានស៊ូដើម្បីប្រកល់ទៅឲ្យអ្នកផ្សេងទៀតដែលមកពីអាណាចក្រធានវូទោះបីជាពួកយើងមិនចុះសម្រុងជាមួយនឹងគ្នាក៏ដោយប៉ុន្តែនៅចំពោះមុខសត្រូវនៅខាងក្រៅពួកយើងទាំងអស់គ្នាគឺជាមនុស្សនៃអាណាចក្រធានវូក្រឡេកមកវូហ្វេគាត់ក៏បានសួរថាតើនៅមិនទាន់ដឹងដំណឹងរបស់ស្ដេចវូសុងឡៅស៊ូមែនទេព្រឹត្តិការណ៍សក់ក៏បានធ្វើការគោរពបាននេះប្រុសស្ដេចស៊ូក៏ត្រូវបានជាប់គាំងដោយការបង្កើតនៃក្បួនបុរាណនៅចន្លងភ្នំក្អែកខ្មៅនេះហើយជាមូលហេតុដែលធ្វើឲ្យវូឈិនអាចរួចគេចខ្លួនបានដែលធ្វើឲ្យវូហ្វេពេលនេះក្តៅចិត្តយ៉ាងខ្លាំងពិតជាអសមត្ថភាពមានពូកែតែខាងបរាជ័យខ្ញុំគិតថាអាណាចក្រលេខ1របស់ចក្រភពច្បាស់ជាត្រូវការជំនួយជាមិនខានត្រូវហើយទោះជាយ៉ាងណាក៏ដោយចាប់តាំងពីអាណាចក្រជាច្រើនបានចូលរួមកម្លាំងជាមួយនឹងពួកយើងហើយពេលនេះបេក្ខជននៃអាណាចក្រធានវូមិនទាន់ជាសះស្បើយពីរបួសនៅឡើយនោះទេពួកគេប្រកាសជាបរាជ័យនៅក្នុងការប្រកួតដំណាក់កាលដំបូងនៅថ្ងៃស្អែកជាមិនខានវូហ្វេក៏បានបន្តសូម្បីតែស្ដេចតោក៏ត្រូវបានប្រើកម្លាំងពេញលេញដើម្បីចាប់កូនទន្សាយដែរមុននេះមុនតែវូឈិនអាចទប់ទល់ពីការវាយប្រហាររបស់ខ្ញុំបានតែមើលទៅកម្លាំងធម្មពលរបស់គេពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ម្យ៉ាងទៀតទំនាក់ទំនងរបស់គេជាមួយនឹងស្ដេចយានក៏មិនធម្មតាដែរមើលទៅគាត់ប្រហែលជាអាចទទួលបាននូវថ្នាំគ្រប់ខាងវិញ្ញាណមួយចំនួនដើម្បីព្យាបាលរបួសរបស់ពួកគេអ្នកប្រុសតើមានន័យថាយ៉ាងម៉េចវូហ្វេក៏បានងើបឡើងខ្ញុំនឹងចាត់វិធានការដោយខ្លួនឯងផ្ទាល់ដើម្បីបំបាក់ឆ្អឹងខ្នងរបស់អាណាចក្រធានវូសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាគបន្តដល់140ទាន់ក្រុមហ៊ុនរបស់គេអាចចូលជាសមាជិកកូនក្រុម VIP របស់ admin បានចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែអាចទស្សនាបានឬប្រចាំថ្ងៃហើយក៏នៅមានរឿងផ្សេងទៀតដូចជាគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9អំណាចធម្មពលនៃច្រកទ្វារអាតកំបាំងការចាប់កំណត់ឡើងវិញរបស់ម្ចាស់ដាអធិរាជហើយក៏នៅមានរឿងជាប្រភេទ 2D ចំនួន5រឿងផងដែរប្រសិនបើចាប់អារម្មណ៍អាច Telegram ផ្ទាល់មក admin បាន link នៅក្រោម comment និងហើយសម្រាប់ភាគទី133របស់យើងក៏ត្រូវបានបញ្ចប់សូមអធិស្ឋានរលកំមកឆ្គងដែលបាននិយាយឡើងបាយបងប្អូនទាំងអស់គ្នា